rừng cỏ là lớn chọn ác hiệt rừng ní cứ chỉ rừng rồi bỏ bù vật thí đại lục bố miền sọc cầm nát được đồng sọc tập phốc hai cùng bông năng chẳng sai rừng bàn phải đo khai cùng bông năng để mình để cái cây cả ba có xong nhà ca group rộp an bao bầu để sọc tập phốc rồi chụp bao bầu để khai cùng bông năng ở rừng ní admin đặt xa tờ lọp rồi có admin bàn để dây chỉ mũi co tam telegram còn bao video ao admin mơ ông piรูปเรียงกายរបស់គាត់ការដែលគាត់មិនទាន់មានជំងឺការដែលគាត់មិនទាន់ឈឺរូបរាងរបស់គាត់នឹងជាមនុស្សម្នាក់ដែលមានកម្លាំងមាំមួនណាបងប្អូនគាត់ធ្វើស្រែធ្វើចំការអញ្ចឹងទៅមើលសាច់របស់គាត់មើលទៅមានសុខភាពល្អក៏ប៉ុន្តែដល់ទៅពេលគាត់ឈឺរូបរាងរបស់គាត់នឹងស្លេកស្លាំងស្បែកដណ្ដប់ឆ្អឹងដោយសារតែមុនអំពើឬក៏ក្រឡាភ្លើងគេចងអាឃាតជាមួយគាត់អញ្ចឹងនិយាយពីដំណើរសាច់រឿងដោយពូវុធីនឹងគាត់បានខលមកជួបលោកយាយនឹងគាត់បានមើលឲ្យព្យាករទៅឃើញថាលោកពូវុធីនឹងគាត់មានបញ្ហាជាមួយនឹងក្រុមភ្លេងឆៃយ៉ាមរបស់គាត់រួចដល់ទៅពេលមានបញ្ហាអញ្ចឹងទៅបែរជាព្រាយកាឡាភ្លើងឯណោះគេមកធ្វើបាបគាត់ដោយសារតែអ្នកតាបាក់ដៃណាបងប្អូនអញ្ចឹងពេលដែលលោកយាយព្យាករទៅនោះលោកយាយប្រាប់ថាត្រូវអំពើព្រាយឬក៏អ្នកតាបាក់ដៃនឹងឲ្យក្រឡាភ្លើងនោះតែជាព្រាយណាទៅធ្វើបាបមួយគេធ្វើនេះគេមិនឲ្យស្លាប់ទេពេលណាបានសែនព្រេនឲ្យគេបានស៊ីបានចុកអញ្ចឹងទៅជំងឺរបស់គាត់នឹងហាក់បីដូចជាមានកម្លាំងកំហែងបានប្រហែលជាមួយខែឬក៏ឡើងសាច់បានប្រហែល1ខែ2ខែអញ្ចឹងទៅក៏ចាប់ដើមឈឺទៀតអញ្ចឹងលោកយាយគាត់ប្រាប់ថាបើសិនជាមិនផ្ដាច់ទេជំងឺហ្នឹងវារ៉ាំរ៉ៃរួចរ៉ាំរ៉ៃអញ្ចឹងទៅប្រកបការងារអីក៏មិនកើតត្រូវខាតមនុស្សម្នាក់ដើម្បីមើលរក្សាគាត់ឬក៏ចាំបម្រើគាត់អញ្ចឹងណាអញ្ចឹងលោកយាយក៏បានប្រាប់ឲ្យគាត់មកពីខេត្តកំពង់ឆ្នាំងស្រុកទឹកផុសហ្នឹងលោកយាយប្រាប់ថាមិនឆ្ងាយទេមកដោះជាមួយគាត់មកព្យាបាលជាមួយគាត់បច្ច័យតំណឹបតម្កល់ហ្នឹងគាត់មិនប្រកបទេជូនគាត់ប្រមាណក៏ជូនទៅរួចបើសិនជាលោកយាយព្យាបាលមិនជាទេលោកយាយមិនទទួលបច្ច័យទាំងអស់នោះឡើយលោកយាយជូនជាបច្ច័យទៅវិញអញ្ចឹងណាអញ្ចឹងអ្វីដែលលោកយាយគាត់បាននិយាយនេះគឺជាការពិតបងប្អូនមិនមែនថា admin ចេះតែនិយាយពីគាត់ថាគាត់ល្អអីចេះចុះពេលដែលបងប្អូនមកដល់នោះត្រូវចាញ់បោក admin ឬក៏ចាញ់បោកលោកយាយលោកតាហ្នឹងគឺអត់ទេរួច admin ទៅបញ្ជាក់ជូនបងប្អូនណាតាំងតែពី channel របស់ admin នៅមានអ្នក subscribe ច្រើនឬក៏មានបងប្អូនគាត់គាំទ្រច្រើនមានខាងក្រុមហ៊ុនដីឡូនោះគេឲ្យ admin នឹង promote ដីឡូឲ្យមានខាងក្រុមហ៊ុន G ថ្នាំនោះគេឲ្យ admin នឹង promote G ថ្នាំឲ្យរួចមានខាងក្រុមហ៊ុនដូចជាខាងលក់អចលនទ្រព្យអីហ្នឹងគេតំណាក់តំណងអីអញ្ចឹងណាតែ admin បានប្រកែកជាមួយពួកគាត់ដោយសារតែ admin ខ្លាចយ៉ាងម៉េចបងប្អូនហើយខ្លាចថាពេលដែល admin និយាយពីដីឡូផ្សព្វផ្សាយឲ្យគេអញ្ចឹងទៅវិញដីឡូនោះប្រកាសណាស់ admin អត់ស្គាល់ទេវិញពេលប្រម៉ូទអញ្ចឹងទៅគេឲ្យប្រាក់ខែ admin គេឲ្យជាកម្រៃ admin ណាមានអ្នកខ្លះហ្នឹងគឺថាគេឲ្យច្រើនអញ្ចឹងទៅអញ្ចឹងទទួលប្រម៉ូទនោះវិញបងប្អូន fan នោះគាត់អត់ដឹងអញ្ចឹងទៅអាងទៅថាចេញពីមាត់ admin គាត់ជឿគាត់ទៅទិញទៅជាប៉ះដីឡូនោះมันមានបញ្ហាអីវាមិនអីទេបងប្អូនហើយបានអស់លុយក៏ប៉ុន្តែបានដីមកវិញតែបើសិនជាដីឡូនោះដោយតែបងប្អូនដឹងហើយថាអ្នកខ្លះគាត់លក់ដីខ្យល់អញ្ចឹងណាលក់តែដីប៉ុន្តែទីតាំងនោះវាអត់មានឬក៏ដីនោះវាអត់មានអញ្ចឹងបើសិនជាគាត់បោកនាំតែ admin ហ្នឹងបោកបងប្អូនឬក៏ admin ជាអ្នកផ្ដើមបោកបងប្អូនមុនគាត់ទៅទៀតអញ្ចឹងចូលរួមជាមួយគាត់គឺថាគិតតែពីប្រយោជន៍ខ្លួនឯងណាគេឲ្យជាប្រាក់ខែគេឲ្យជាកម្រៃអញ្ចឹងទៅ admin នេះដែរមិនខ្វល់ទេបងប្អូនណាទិញក៏ទិញទៅដល់តែពេលខាតបង់ជារឿងរបស់បងប្អូននោះ admin មិនធ្វើទេខាតប្រយោជន៍បងប្អូនហ្នឹងទី1ទី2ដូចជាជីដូចជាឆ្នាំពេលដែលគាត់ឲ្យ admin ផ្សព្វផ្សាយហ្នឹង admin ក៏បាននិយាយថាមិនអីទេអាចផ្សព្វផ្សាយបានលោកតាតែឲ្យជីឲ្យឆ្នាំជីពៅឆ្នាំពៅហ្នឹងយកមកឲ្យ admin សាកសិនមិនសាកហូបណាបងប្អូនសាកបាញ់ស្រូវបងប្អូន admin ហ្នឹងសាកអញ្ចឹងទៅបើសិនជាមានប្រសិទ្ធភាព admin នឹងផ្សព្វផ្សាយហូចប្រាក់កម្រៃហ្នឹងមិនបាច់និយាយទេឲ្យប្រហែលក៏ឲ្យទៅក៏ប៉ុន្តែជួយផ្សព្វផ្សាយឲ្យដល់តែពេល admin និយាយអញ្ចឹងគាត់អត់ហ៊ានឲ្យឆ្នាំមកសាកទេអញ្ចឹងបានន័យថាឆ្នាំជីហ្នឹងមិនល្អហូចឲ្យ admin ផ្សាយអញ្ចឹងទៅមានបងប្អូន fan ជឿទុកចិត្ត admin ចិត្តតែទិញចិត្តជាអញ្ចឹងណាអញ្ចឹងធ្វើឲ្យខាតប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាដល់ fan ទាំងអស់គ្នា admin បានបញ្ជាក់ឲ្យថា
អ្វីដែលនាំឲ្យបងប្អូន fan វិនាអ្វីដែលនាំឲ្យបងប្អូន fan នឹងអន្តរាយអ្វីដែលនាំឲ្យបងប្អូន fan នឹងខាតប្រយោជន៍ admin មិនផ្សព្វមិនផ្សាយទេនេះបញ្ជាក់ជូនបងប្អូនកន្លែងហ្នឹងណាអញ្ចឹងដោយលោកយាយអញ្ចឹង admin តែងតែនិយាយឬក៏រៀបរាប់រឿងដែលលោកយាយគាត់បានព្យាករឲ្យកូនចៅឬក៏រឿងដែលកូនចៅកំពុងតែជួបប្រទះនោះ admin ក៏បាននិយាយជាសារមួយប្រាប់បងប្អូនក៏ដូចជាដាស់តឿនបងប្អូនបើសិនជាអាចបងប្អូនដូចថាបំរុងនឹងធ្លាក់ឬក៏បងប្អូនដឹងហើយថាពីមុនធ្លាប់រកបានប៉ុណ្នេះប៉ុណ្ណោះចូលមកដល់ឆ្នាំ2024នេះស្រាប់តែវាធ្លាក់ចុះក៏ប៉ុន្តែមិនទាន់ធ្លាក់ខ្លាំងបងប្អូនអាចរកលោកយាយព្យាករជាមុនវាជារឿងល្អអញ្ចឹងណាបងប្អូនកុំឲ្យដល់ចំណុច0ហើយទើបរត់ទៅរកគាត់តម្រាំតែឡើងមកវិញហ្នឹងវាអាចយូរខែយូរឆ្នាំដែរអញ្ចឹងបញ្ជាក់ជូនបងប្អូនកន្លែងហ្នឹងណាឥឡូវនេះរៀបរាប់ប៉ុណ្ណឹងទៅចោះកុំឲ្យបងប្អូនខ្លះលោកធុញលោកទ្រាំថា admin និយាយច្រើនក៏ប៉ុន្តែរឿងរ៉ាវ admin និយាយនេះសុទ្ធតែជាប្រយោជន៍ដល់បងប្អូន fan ទាំងអស់គ្នាមិនមែនថានិយាយពាក្យរយរាយអត់ប្រយោជន៍ឲ្យបងប្អូនហ្នឹងខាតផលខាតប្រយោជន៍ខាតពេលវេលាដោយសារ admin ទេឥឡូវចូលមកដល់សាច់រឿងរបស់ពូវុធីដោយ admin បានរៀបរាប់អញ្ចឹងថាខលមើលវីដេអូបងប្អូនដែរបើសម័យមុនហ្នឹងគេថាមនុស្សកើតអេតចិត្តនឹងស្លាប់អញ្ចឹងណាសល់តែស្បែកនឹងឆ្អឹងក៏ប៉ុន្តែសម័យនេះមិនមែនទេគាត់ប្រាប់ថាកាលពីមុនគាត់ពិតជាអ្នកលេងភ្លេងឆាយាមែនរួចបងប្អូនប្រហែលជាមិនដឹងទេក៏ប៉ុន្តែលោកអ៊ំលោកពូឬក៏លោកតាលោកយាយលោកដឹងភ្លេងឆាយាតាមស្គរណាបងប្អូនក្រុមភ្លេងឆាយាហ្នឹងគឺមានព្រាយកាន់បងប្អូនប្រហែលជាធ្លាប់ឮមានព្រាយកាន់យ៉ាងម៉េចស្គរឆាយាខ្លះបងប្អូនឃើញតម្រងហ្នឹងគឺដូចគ្នាប្រប៉ាន់គ្នារួចពេលដែលគេបិទបាយអនោះគេបិទតាមសំឡេងអញ្ចឹងណាបងប្អូនរួចហើយគេក៏គោះសាកមើលថាស្គរនោះវាឆ្លើយគ្នាដែរអត់បើស្គរនឹងវាឆ្លើយគ្នានោះពេលប្រគំទៅអ្នកដែលនៅក្បែរនោះដូចថាមានចាស់នៅក្បែរអញ្ចឹងណាបងប្អូនពេលដែលស្គរឆាយានោះវាឆ្លើយទៅគ្នាប្រគំទៅវាពីរោះរន្ធើនអញ្ចឹងធ្វើឲ្យលោកយាយលោកតាដែលនៅក្បែរនោះអារម្មណ៍របស់គាត់ពុះកញ្ជ្រោលដោយសារតែស្គរឆាយានោះវាឆ្លើយឆ្លងគ្នាបានពីរោះរំដំរួចព្រាយដែលកាន់ឆាយាតាមម្ចាស់នីមួយហ្នឹងក៏ជួយទៅបតុនចិត្តលោកយាយលោកតាដែលគាត់នៅក្បែរនោះគាត់ទ្រាំមិនបានគាត់រំបងប្អូនឃើញណាមានលោកតាខ្លះទៀតគាត់ធ្វើជាអាចារ្យវត្តគាត់ដឹកនាំកំពុងតែថ្វាយបង្គំសុំសិលណាគាត់ហាមផ្ដាច់ថាកុំឲ្យគោះស្គរឆាយាពីព្រោះអីគាត់ដូចជាមានព្រាយកាន់អញ្ចឹងពេលដែលឮស្គរឆាយាគឺគាត់ទ្រាំអត់បានទេគាត់រំអញ្ចឹងពេលដែលចប់សពគ្រប់នោះចាំឲ្យស្គរឆាយានឹងលេងរួចដល់ទៅពេលគាត់ថ្វាយបង្គំចប់សពគ្រប់ហើយនោះស្គរឆាយានោះក៏ចាប់ផ្ដើមលេងណាបងប្អូនទម្រាំតែធម្មកថានិមន្តមកដល់សម្ដែងពធទេសនាអញ្ចឹងស្គរឆាយានោះក៏លេងប្រមាណបត់នឹងមុខរោងបុណ្យហ្នឹងស្រាប់តែវេលានោះបងប្អូនដែលមានលោកអាចារ្យដែលគាត់ជាអាចារ្យធំណាគាត់ដឹកនាំលោកយាយលោកតាពុទ្ធបរិស័ទធ្វើបទនមស្ការនោះគាត់ទ្រាំមិនបានទៅថាព្រាយកាន់គាត់ញ័រជើងអញ្ចឹងទៅគាត់ក៏ឡើងរំមួយឡើងរំក៏មានយាយពីរនាក់ឡើងរំរួចពេលនោះទៅថាព្រាយបដុំចិត្តអញ្ចឹងណាបងប្អូនធ្វើឲ្យគាត់នឹងទប់មិនបានធ្វើឲ្យគាត់នឹងចិត្តតែញ័រជើងចង់រំមួយadminនិយាយadminផ្ទាល់ហ្នឹងក៏អញ្ចឹងដែរឲ្យតែលេងបើសុំទោសឲ្យតែលឺភ្លេងឆាយាមិនដឹងតែយ៉ាងម៉េចទៅចង់តែរំក៏ប៉ុន្តែចិត្តតែនឹកឃើញថាមិនហ៊ានរំណាបងប្អូនពេលខ្លះទៅញ័រជើងចង់រំអញ្ចឹងទៅក៏បញ្ញាដើរចេញឲ្យឆ្ងាយអត់ចង់លឺអត់ចង់នៅគៀកទេពីព្រោះអីខ្លាចថារំអញ្ចឹងទៅខ្មាស់គេអញ្ចឹងណាបងប្អូនដូចបាននិយាយពីធំបាសវិញឲ្យចាក់បត់អីក៏អត់មានអារម្មណ៍ចង់រំដែរតែបើភ្លេងឆាយាមិនដឹងយ៉ាងម៉េចទេគឺចង់តែរំប្រហែលជាព្រាយនោះគេបន្ទន់ចិត្តឲ្យយើងចង់រំអញ្ចឹងក៏ថាបានដែរអញ្ចឹងងាកមកសាច់រឿងរបស់ប្អូនវិញពេលដែលប្អូនលេងភ្លេងឆាយានោះបងប្អូនហើយលេងរយៈពេល1ខែ2ខែបាននិយាយទៅថាកំពុងតែហាត់នោះព្រាយហ្នឹងគេមិនទាន់កាន់គេមិនទាន់សន្ធិដ្ឋទេរួចដល់តែពេលលេងចេះហើយហាត់ចេះហើយនោះបានចេញដើរលេងហ្នឹងក៏ព្រាយនេះគេចាប់ផ្ដើមកាន់រួចដល់តែពេលលេងយូរទៅព្រាយហ្នឹងក៏កាត់ប្រសុំទៅក៏គេកាន់យើងច្បាស់ទៅអញ្ចឹងណាអញ្ចឹងពេលដែលពូវុធីគាត់លេងភ្លេងឆាយាបានប្រហែលជា 4-5 ឆ្នាំគាត់ប្រាប់ថាគាត់ក៏លាឈប់ពីព្រោះអីថាការងាររបស់គាត់ច្រើនគាត់ត្រូវធ្វើស្រែធ្វើចំការចិញ្ចឹមគោចិញ្ចឹមកូនចិញ្ចឹមសត្វធាតុផ្សេងរួចលេងភ្លេងឆាយានោះគឺថាតាមពេលតាមវេលាបើសិនជាខុសពេលខុសវេលាហ្នឹងគឺមានតែឆ្ងាយគេអញ្ជើញដូចជាទៅថ្វាយអ្នកតាថ្វាយភ្លេងឬក៏ហែហោមព្រះពុទ្ធបដិមាឬក៏ហែហោមរបស់របរអ្វីហ្នឹងគឺគេហៅភ្លេងឆាយាទៅអញ្ចឹងយូរបានម្ដងមើលទៅ
bị bạcក្នុងការរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារគាត់ក៏លះបង់ហ្នឹងគាត់ប្រាប់តែគ្នាគាត់ប្រហែលអ្នកគាត់មិនបានអុជធូបលាភ្លេងឆាយ៉ាំទេបងប្អូនឬក៏គាត់មិនបានអុជធូបដោតនៅជាប់ស្គរឆាយ៉ាំប្រាប់ទៅព្រាយដែលគេកាន់គេសន្ធិដ្ឋនោះការដែលគាត់ហាត់រៀនហ្នឹងគឺគាត់អុជធូបបន់ស្រន់សូមឲ្យកូនចៅរៀនឆាប់ចេះឆាប់ចាំអីចឹងណាដល់ទៅពេលគាត់លាទៅគាត់មិនបានអុជធូបនិយាយនិយមអីទេគ្រាន់តែថាលាគាត់ឈប់គឺទៅផ្ទះតែម្ដងឬក៏ប្រាប់គ្នារបស់គាត់ឈប់លេងតែម្ដងអញ្ចឹងពេលដែលគាត់ឈប់លេងភ្លេងឆាយ៉ាំមានបងប្រុសម្នាក់ហ្នឹងគាត់ទៅហាត់រៀនជំនួសគាត់អុជធូបដូចពូវុធីដែរសូមឲ្យគាត់រៀនឆាប់ចេះឆាប់ចាំអញ្ចឹងណាបងប្អូនអញ្ចឹងហើយក៏ឆាប់ចេះឆាប់ចាំរបស់គាត់មែនព្រោះក្រុមឆាយ៉ាំហ្នឹងគេមានគ្នាបន្ថែមលេខឲ្យគ្រប់គ្នាអញ្ចឹងទៅដកតែពូវុធីចេញមួយទេអញ្ចឹងពេលដែលពូវុធីដកដោយមិនបានលាឬក៏គាត់ឈប់ដោយមិនបានលាព្រាយដែលកាន់ឆាយ៉ាំនោះពេលដែលគាត់ត្រឡប់ទៅផ្ទះវិញបងប្អូនដែរគាត់មិនទាន់ជាឈឺទេក៏ប៉ុន្តែវាខាតបង់គាត់ប្រាប់ថាមិនទាន់ដល់ខែមន់តកោមិនទាន់ដល់ខែមន់ទៅឈឺទេមន់របស់គាត់នឹងចាប់ផ្ដើមឈឺធ្លាក់ពីរៀនធ្លាក់ពីដើមស្វាយធ្លាក់ពីដើមត្របែកតែពេលយប់គាត់ប្រាប់ថាមន់របស់គាត់នឹងច្រើនប្រហែលជា50-60ក្បាលណាទាំងតូចទាំងធំគាត់ប្រាប់ថាងាប់ទាំងអស់យកទៅកប់ចោលនៅកន្លែងនេះកន្លែងនោះទម្រាំទាំងអស់នោះពិបាកដល់គាត់ទៀតអញ្ចឹងពេលដែលសត្វធាតុរបស់គាត់ងាប់អស់បងប្អូនហើយចាប់ផ្ដើមមនុស្សតែម្ដងណាមនុស្សនោះគឺពូវុធីតែម្ដងគាត់ថាយប់ឡើងមានសម្លេងដូចជាមន់ចិត្តកោអញ្ចឹងណាបងប្អូនមន់ដែលចិត្តដល់រដូវមន់ត្រកោកាច់នោះគឺមានសម្លេងធ្ងោមួយសម្លេងធ្ងោនោះគឺសម្លេងមន់ប៉ុន្តែគ្រាន់តែថាពេលខ្លះមិនមែនជាសម្លេងមន់ទេសម្លេងអមនុស្សគេមកអញ្ចឹងណាគេមកអញ្ចឹងទៅគឺគេឲ្យសត្វធាតុហ្នឹងឲ្យងាប់តគ្នានៅក្នុងភូមិហ្នឹងអញ្ចឹងណារួចពេលដែលគាត់ឮសំឡេងដូចមន់បំរុងនឹងតកោកាច់ហ្នឹងគាត់ក៏នឹកថាមន់របស់គាត់ហ្នឹងអស់ហើយងាប់ទៅពីយប់ទេគាត់ទៅពីយប់ពីថ្ងៃហ្នឹងមន់ជាង50-60ក្បាលគឺងាប់អស់ហើយចុះហេតុអីបានជាមានសំឡេងមន់ចិត្តដាច់ខ្យល់វាដកស្រកាមន់ហ្នឹងណាបងប្អូនគឺសូងងឹកអញ្ចឹងទៅគាត់នឹងក៏ឆ្ងល់រួចដល់តែពេលគាត់ឆ្ងល់អញ្ចឹងទៅគាត់ក៏ចេញទៅមើលថាមន់ទៅកន្លែងណាដកស្រកាមន់ហ្នឹងក្រែងថាមន់របស់គាត់ហ្នឹងវាស្លាប់អស់ហើយអញ្ចឹងមន់មកពីណាគាត់ក៏ដើររករួចដើររកហ្នឹងគាត់ប្រាប់ថារកអត់ឃើញទេដល់តែពេលរកមិនឃើញអញ្ចឹងគាត់ក៏ចូលទៅសម្រានណាបងប្អូនជាមួយនឹងក្រុមគ្រួសារភរិយារបស់គាត់កំពុងតែសម្រានលងលក់អញ្ចឹងគាត់បានឃើញភ្លើងហ្នឹងថាពណ៌បៃតងខ្ចីហោះទៅហោះមកកន្លងជុំវិញផ្ទះគាត់ភ្លឺចិញ្ចាចពេលនោះប្រពន្ធរបស់គាត់នឹងប្រាប់ថាមិនមែនជាភ្លើងគេចុចពិលមកពីណាពីណីទេភ្លើងហ្នឹងកំពុងតែហោះឆ្វែងជុំវិញផ្ទះយើងអញ្ចឹងណាពេលនោះពូវុធីហ្នឹងគាត់ក៏មើលតាមបង្អួចទៅគាត់ឃើញមែនភ្លើងហោះជុំវិញឆ្វែងផ្ទះគាត់អញ្ចឹងទៅវេលានោះគាត់ក៏ស្រែកថាទៅឯណាទៅផ្ទះកូនចៅឯនេះផ្ទះខ្ញុំឯនេះមានអ្នកថែរក្សាហើយមានអ្នកយាមហើយអញ្ចឹងកាលនោះបងប្អូនបើសិនជាពូវុធីហ្នឹងគាត់មិនបាននិយាយប្រហែលជាគាត់មិនអីទេគ្រាន់តែគាត់ហាមាត់និយាយមួយសន្ទុះគាត់កាំងដួលខ្ពកតែម្ដងណាគាត់ប្រាប់ថាគាត់កាំងដួលហ្នឹងគាត់ឮប្រពន្ធកូនរបស់គាត់ហ្នឹងយំគ្រប់គ្នាគាត់ថាគាត់ស្លាប់អញ្ចឹងណាគាត់ថាគាត់ខ្យល់កូនអញ្ចឹងណាអញ្ចឹងវេលានោះកូនរបស់គាត់នឹងខ្លះច្របាច់ជើងខ្លះដាំទឹកប្រពន្ធរបស់គាត់នឹងដកសឹកជាផងដកសក់ផងខំកែងផងពេលនោះគាត់ដូចថាគាត់ដឹងខ្លួនទាំងអស់តែគាត់និយាយអត់រួចគាត់ប្រាប់ថាមិនបាច់ខំកែងបាច់អីទេខ្ញុំអត់អីទេនិយាយបានរួចមកប៉ុណ្្នឹងទៅកូនប្រពន្ធរបស់គាត់នឹងគឺត្រេកអរគ្រប់គ្នាអញ្ចឹងដល់ទៅពេលគាត់ដូចថាសន្លប់ម្ដងហើយអាការៈរបស់គាត់នឹងចិត្តតែចុះខ្សោយទៅអញ្ចឹងណារួចបាននិយាយពីម្ដាយឪពុករបស់គាត់ហ្នឹងយកគាត់ទៅគ្រូពេទ្យផងយកគាត់ទៅគ្រូខ្មែរផងឲ្យគ្រូខ្មែរមើលទៅថាត្រូវអំពើរបស់គេក៏ប៉ុន្តែគ្រាន់តែគាត់ពិបាកបែងចែកថាអំពើហ្នឹងជាអំពើខ្មោចអំពើព្រាយឬក៏អំពើមនុស្សគាត់បែងចែកមិនត្រូវអញ្ចឹងទៅគាត់រៀបគាត់សែនដូចថាគាត់មើលទៅថាខុសនេះខុសនោះអញ្ចឹងណាខុសអ្នកតាខុសព្រាយដើរខុសព្រាយពណ៌អីអញ្ចឹងទៅឬក៏ព្រាយកលាភ្លើងគាត់ក៏ពិបាកបែងចែកក៏ប៉ុន្តែគាត់បានព្យាបាលឲ្យពូវុធីហ្នឹងរយៈពេល1សប្តាហ៍ដែរក៏ប៉ុន្តែព្យាបាលហើយនោះវាមិនបានធូរបានធាអីទេជំងឺរបស់គាត់ហ្នឹងនៅតែឈឺចាប់ផ្ដើមធ្ងន់ទៅណាបងប្អូនរួចពេលដែលធ្ងន់ទៅហ្នឹងគាត់ប្រាប់ថាគាត់ដើរចេះតែហើរជើង
ក្នុងខ្លួនរបស់គាត់អត់មានកម្លាំងទេបងប្អូនដែរដើរផ្លូវឆ្ងាយប្រហែលជា20-30 ម៉ែត្រខ្យល់បក់រលំអញ្ចឹងណាអូនបាននិយាយពីបាយទឹកពេលដែលភ្លើងហោះចូលផ្ទះរបស់គាត់ឬក៏ហោះចូលក្នុងខ្លួនគាត់ហើយនោះបាយទឹកដែលប្រពន្ធរបស់គាត់នឹងដាំស្លត្រឹមត្រូវនោះគាត់អត់ចង់ហូបទេគាត់ក៏លេចទៅឃើញនៅក្រោយផ្ទះរបស់គាត់នឹងមានទឹកថ្លុកមានត្រីល្អិតមានត្រីក្រាញ់ត្រីម្ដែងអីចឹងទៅដែលគេថាអស់ទឹកទៅឃើញវានៅកកអញ្ចឹងគាត់ប្រាប់ថាគ្រាន់តែគាត់ក៏លេចឃើញគាត់ស្រក់ទឹកមាត់គាត់ចង់ហូបអូនពេលនោះគាត់អត់បានដឹងខ្លួនថាព្រាយនៅក្នុងខ្លួនគាត់យ៉ាងម៉េចយ៉ាងម៉ាគាត់អត់ដឹងទេគាត់ដឹងត្រឹមតែថាគាត់នៅធម្មតាអញ្ចឹងគ្រាន់តែថាក្នុងខ្លួនរបស់គាត់នឹងរៀងអស់កម្លាំងអញ្ចឹងវេលានោះពេលដែលព្រាយគេសន្តិដ្ឋនៅក្នុងខ្លួនគាត់បងប្អូនហើយគាត់ក៏ចាប់ផ្ដើមឈឺពីមួយថ្ងៃទៅមួយថ្ងៃអត់មានសង្ខេបបន្តិចឥឡូវនេះ20នាទីជាងហើយអញ្ចឹងសង្ខេបរឿងពូវធីបន្តិចថាគាត់ចេះតែបន្តធ្វើការរៀងរាល់ថ្ងៃអញ្ចឹងទៅក៏ប៉ុន្តែទៅដោយកម្លាំងចិត្តទេណាបងប្អូនកម្លាំងកាយនោះគឺអត់មានទេដោយសារតែដូចថាគេចូលសន្តិដ្ឋខ្លួនគាត់អញ្ចឹងណាអញ្ចឹងគាត់ក៏បន្តធ្វើការបានប្រហែលជា 4-5 ខែមកក្រោយទៀតនិយាយទៅថាវាយូរខែដែរគាត់ក៏ដឹងថាគាត់ស្រកគីឡូអញ្ចឹងទៅប៉ុន្តែបានទៅថ្លឹងមើលមិនដឹងថាស្រកអស់ប្រមាណតែគាត់ប្រាប់ថាខោរបស់គាត់ពីមួយទៅមួយនោះគឺរលុងអស់ហើយអញ្ចឹងមិនយូរមិនឆាប់គាត់ក៏បកត្រឡប់មកផ្ទះវិញបើដល់ផ្ទះហ្នឹងញាតិជិតខាងក៏ដូចជាម្ដាយឪពុករបស់គាត់ហ្នឹងសួរថាខ្លួនឯងទៅធ្វើអីមិនក៏ស្គាល់ម្លេះអីអញ្ចឹងណារួចដល់ទៅពេលម្ដាយឪពុករបស់គាត់នោះឃើញពូវធីនឹងចេះតែស្គមទៅម្ដាយឪពុករបស់គាត់ហ្នឹងក៏បានឲ្យប្រពន្ធគាត់ហ្នឹងយកទៅមន្ទីរពេទ្យទៅពិគ្រោះទៅពិនិត្យរួចពេទ្យពិនិត្យទៅឃើញថាឈឺក្រពះឈឺពោះវៀនគ្រូពេទ្យហ្នឹងក៏ផ្សំថ្នាំឲ្យយកមកហូបនៅផ្ទះហូបថ្នាំទៅគឺថាហូបមិនត្រូវណាបងប្អូនដល់ទៅពេលហូបមិនត្រូវអញ្ចឹងទៅគាត់បន្តហូបថ្នាំហ្នឹងពី3 ថ្ងៃអញ្ចឹងទៅមើលទៅហូបមិនត្រូវគាត់ក៏ទៅរកពេទ្យផ្សេងទៀតរួចទៅដល់ពេទ្យផ្សេងទៀតក៏មើលឃើញក្រពះពោះវៀនដូចគ្នាគ្រឿងក្នុងដូចគ្នាគ្រូពេទ្យហ្នឹងក៏ផ្សំថ្នាំឲ្យពូវធីហ្នឹងមកហូបនៅផ្ទះ2-3 ថ្ងៃអញ្ចឹងទៅហូបមិនត្រូវក៏គាត់ទៅរកពេទ្យផ្សេងទៀតអញ្ចឹងណាគាត់ប្រាប់ថាទៅពេទ្យច្រើនកន្លែងពេទ្យពិនិត្យឃើញថាគាត់ហ្នឹងមានជំងឺក្រពះពោះវៀនចេញពីពេទ្យមួយទៅពេទ្យមួយក៏ប៉ុន្តែឲ្យថ្នាំយកមកហូបហ្នឹងគឺអត់ត្រូវទេអញ្ចឹងដំណើរសាច់រឿងបន្តពូវធីនឹងក៏ចិត្តតែស្គមទៅក៏ប៉ុន្តែគាត់ប្រកបការងារជាធម្មតាអញ្ចឹងណាពេលដែលមានអ្នកណាហៅគាត់ទៅធ្វើការនៅកន្លែងផ្សេងអញ្ចឹងទៅគាត់ក៏ទៅធ្វើជាមួយគេរួចរាល់ហើយនឹងគាត់ត្រឡប់មកស្រុកកំណើតវិញគាត់មកធ្វើស្រែធ្វើចម្ការគឺធ្វើជាធម្មតាក៏ប៉ុន្តែគ្រាន់តែថារាងកាយរបស់គាត់នឹងចុះស្គមទៅរហូតដល់ម្ដាយរបស់គាត់នោះគឺថាមិនអស់ចិត្តអញ្ចឹងណាបងប្អូនឃើញពូវធីនឹងចិត្តតែស្គមទៅខោអាវនោះស្លៀកពាក់លែងត្រូវហើយអញ្ចឹងគាត់ក៏បានយកពូវធីនឹងមកព្យាបាលនៅភ្នំពេញនោះរួចពេលដែលមកព្យាបាលនៅពេទ្យធំនោះត្រូវសម្រាប់នៅកន្លែងហ្នឹងគ្រូពេទ្យពិនិត្យឃើញថាជំងឺក្រពះពោះវៀនធ្ងន់ធ្ងរអញ្ចឹងទៅក៏បានឲ្យសម្រាប់ព្យាបាលរួចដល់ទៅពេលសម្រាប់ព្យាបាលគឺថាដាក់ថ្នាំមិនត្រូវដាក់ថ្នាំមិនជុលក៏ពួកគាត់នឹកឃើញថាជំងឺមើលឃើញតែក្រពះពោះវៀនរួចដល់ទៅពេលហូបថ្នាំទៅវាអត់ត្រូវអត់ជុលអញ្ចឹងក៏នាំពូវធីនឹងត្រឡប់ទៅផ្ទះវិញរួចពេលត្រឡប់ទៅផ្ទះវិញហ្នឹងក៏ចាប់ផ្ដើមរកមើលនេះឯងអញ្ចឹងណាបងប្អូនចាស់គាត់ដឹងគាត់តែងតែនឹកគិតដល់ចំណុចពាក់ព័ន្ធជាមួយនឹងផ្លូវគំនិតបើកាលណាហូបថ្នាំមិនត្រូវគាត់ក៏បាននឹកឃើញនេះឯងក្រែងថាកូនរបស់គាត់នឹងមានបញ្ហាជាមួយនឹងអ្នកណាឬមួយក៏ត្រូវមន្តអាគមរបស់គេអីអញ្ចឹងណាអញ្ចឹងពេលដែលម្ដាយឪពុករបស់គាត់រកគ្រូមើលគ្រូនៅខាងកំពង់ឆ្នាំងហ្នឹងមើលទៅថាពូវធីហ្នឹងមានពាក់ព័ន្ធជាមួយនឹងព្រាយពាក់ព័ន្ធជាមួយនឹងក្រុមភ្លេងរបស់គាត់មិនមែនថាគាត់មើលមិនត្រូវទេបងប្អូនណាគាត់មើលត្រូវតែគាត់ព្យាបាលហ្នឹងមិនជាគ្រូដែលមើលពូវធីនោះគាត់បានរៀបរាប់ថាមានពាក់ព័ន្ធជាមួយនឹងក្រុមភ្លេងពាក់ព័ន្ធជាមួយនឹងក្រុមភ្លេងម្ដាយឪពុករបស់គាត់នោះស្មានថាពូវធីហ្នឹងប្រហែលជាមានឆ្លោះទាស់ជាមួយនឹងក្រុមភ្លេងរួចទៅគាត់បានសួរទៅពូវធីថាមានទំនាស់ជាមួយនឹងក្រុមភ្លេងចយ៉ាំគ្នាឯងនឹងអត់កូនរួចពេលនោះពូវធីប្រាប់ថាអត់ដែលមានទំនាស់អីទេរួចលោកគ្រូនោះក៏គាត់ប្រាប់ថាមិនមែនពាក់ព័ន្ធជាមួយ
ក្រុមភ្លេងហ្នឹងមានទំនាស់ជាមួយគេទេគ្រូប្រាប់ថាទំនាស់នោះគឺទំនាស់ជាមួយនឹងព្រាយជាមួយនឹងអ្នកកាន់ជាយ៉ាំអីចឹងណាបងប្អូនដល់គាត់ថាពេលដែលយើងរៀនយើងបានអុជធូបនិយាយនិយមបន់ស្រន់ដល់តែពេលយើងចាក់ចេញយើងមិនបានលាគេឥឡូវគេខឹងគេខ្ញាល់គេធ្វើបាបនៅក្នុងខ្លួនរបស់ពូវុធីហ្នឹងមានព្រាយហ្នឹងគឺព្រាយកលាភ្លើងគេចូលមកធ្វើបាបអញ្ចឹងគ្រូគាត់មើលត្រូវហើយក៏ប៉ុន្តែការព្យាបាលរបស់គាត់នោះវាអត់និស្ស័យណាបងប្អូនគណៈអត់និស្ស័យអញ្ចឹងទៅព្យាបាលស្រោចទឹករងាប់យ៉ាងណាក៏មិនត្រូវដែរបានត្រឹមតែមួយអន់អញ្ចឹងទៅរួចរៀបសែនព្រេនឲ្យគេម្ដងអញ្ចឹងទៅពូវុធីប្រាប់ថាអន់ប្រហែល1ខែ2ខែក្រោយពីនឹងមកទៀតទៅចាប់ផ្ដើមឈឺអញ្ចឹងពូវុធីនឹងនៅបន្តព្យាបាលជាមួយគ្រូនឹងរយៈពេលយូរឆ្នាំដែរព្យាបាលបានត្រឹមតែមួយអន់ក៏ប៉ុន្តែថាឲ្យពូនឹងមានសាច់មានឈាមឡើងវិញគឺអត់ទេនៅតែស្គមស្លេកស្លាំងអញ្ចឹងទៅប្រពន្ធរបស់ពូនិងម្ដាយក្មេកឪពុកក្មេកនឹងក៏បានប្រាប់ឲ្យទៅព្យាបាលនៅស្រុកគាត់ម្ដងថាគ្រូខ្លាំងពូកែអញ្ចឹងទៅវេលានោះពូវុធីក៏បានបដូរគ្រូណាបងប្អូននិយាយថាបដូរគ្រូអញ្ចឹងដូចអេដមីនអញ្ចឹងអេដមីនគ្រាន់តែបដូរគ្រូនឹងជាង10គ្រូទៅហើយទម្រាំទៅថាមើលត្រូវមើលបានជាណាអញ្ចឹងពេលដែលគាត់ទៅព្យាបាលគ្រូនៅខាងឪពុកក្មេកម្ដាយក្មេកនោះគ្រូក៏បានព្យាបាលតាមរបៀបរបស់គាត់អញ្ចឹងណាបងប្អូនដែលគាត់យកខ្សែចងកដៃកជើងនិងយកខ្សែធ្វើជាខ្សែកឲ្យពូវុធីនឹងគាត់បានប្រើប្រាស់អញ្ចឹងទៅក៏ប៉ុន្តែគ្រាន់តែថាព្រាយនៅក្នុងខ្លួននោះគេមិនព្រមចេញទោះបីជាគ្រូស្រោចទឹករងាប់យ៉ាងណាក៏ដោយរំដោះយ៉ាងណាក៏ដោយក៏នៅតែគេមិនចេញអញ្ចឹងគណៈពេលដែលគ្រូមើលរយៈពេលកន្លះខែនោះពូវុធីប្រាប់ថាកាន់តែមើលខ្លាំងលោកពូនឹងកាន់តែពិបាកក្នុងខ្លួនពេលដែលគ្រូមើលអញ្ចឹងនោះនៅក្នុងខ្លួនរបស់ពូគឺធម្មតាដល់តែពេលមើលហើយយប់ឡើងលោកពូប្រាប់ថាបើសិនជាស្លាប់ទៅល្អជាងពីព្រោះអីថាវេទនាអញ្ចឹងណាម្ដងចុកខាងនេះម្ដងចុកខាងនោះរត់ទៅលិចរត់ទៅកើតម្ដងឈឺក្បាលម្ដងវិលមុខស្វាងភ្នែកចុកក្នុងពោះឈឺដៃឈឺជើងលើកដៃលើកជើងរួចរហូតដល់ពូដូចថាមើលយូរទៅមើលទៅដូចថាវេទនាទៅក៏ឈប់មើលរួចហើយនឹងត្រឡប់មកផ្ទះវិញនឹងសម្រាប់នៅផ្ទះពូប្រាប់ថាទាំងណាលែងរួចហើយដោយសារតែពូស្គមទៅអស់កម្លាំងលះហិតលហើយដៃជើងអញ្ចឹងទៅពេលដែលលោកពូឈឺកាន់តែធ្ងន់ម្ដាយឪពុករបស់ពូនឹងក៏ទៅរកគ្រូដើមគ្រូដំបងហ្នឹងពេលដែលគាត់មើលនឹងអាចដូចថាបធូរបន្ថយបានរយៈពេលប្រហែលជា1ខែដែរពេលដែលពូកំពុងតែធ្វើទុកខ្លាំងឈឺរត់គ្រប់កន្លែងអញ្ចឹងទៅជួបគ្រូនោះលោកគ្រូស្រោចទឹកឲ្យបែបន់អញ្ចឹងទៅបានទៅថាមានកម្លាំងកំហែងបានប្រហែលជា1ខែជាងឬក៏2ខែក្រោយមកទៀតមកអស់កម្លាំងដដែលអញ្ចឹងលោកពូរៀបរាប់ថាលោកពូចេះតែស្គមទៅរួចពេលដែលពីថាសែនព្រេនឲ្យគេម្ដងអញ្ចឹងទៅលោកពូអាចមានកម្លាំងកំហែងនោះ1ខែ2ខែមកវិញយូរទៅកន្លែងគ្រូឲ្យទៅពេលអស់កម្លាំងខ្លាំងហ្នឹងគឺរៀបសែនឲ្យគេរួចដល់ទៅពេលបន្តរៀបសែនឲ្យគេនឹងបើនិយាយទៅវាយូរឆ្នាំដែរបងប្អូនរហូតដល់គាត់បានស្ដាប់រឿង admin រៀបរាប់អំពីលោកយាយអញ្ចឹងទៅគាត់ក៏តាក់ទងមកខលជាវីដេអូបង្ហាញពីរូបរាងកាយរបស់គាត់ admin ឃើញនោះគឺដូចថាតក់ស្លុតអញ្ចឹងណាបងប្អូនគាត់ឲ្យមើលរូបថតរបស់គាត់កាលដែលគាត់មិនទាន់ឈឺនៅពេញកម្លាំងរួចមើលតាមការខលវីដេអូនោះមើលរូបរាងកាយរបស់គាត់នៅពេលបច្ចុប្បន្ននេះដូចថាខុសគ្នាដូចមេឃនឹងដីសម្រាននៅជាប់លើក្រែអញ្ចឹងទៅប្រពន្ធកូនរបស់គាត់ទៅបម្រើទឹកក្តៅទឹកត្រជាក់អញ្ចឹងណាឥឡូវនេះគាត់ក៏បានទំនាក់ទំនងបំរុងមកកន្លែងលោកយាយអញ្ចឹងណាបងប្អូនតែមិនទាន់មានពេលមកទេប្រហែលជា 2-3 ថ្ងៃទៀតគាត់នឹងមកជួបលោកយាយក៏គាត់ប្រាប់ដែរថាបើសិនជាមាននិស្ស័យគាត់សុំព្យាបាលហ្នឹងតែរយៈពេល3ថ្ងៃទេបើសិនជារយៈពេល3ថ្ងៃនោះមិនចាំបាច់ត្រូវបង់ខាតលុយកាក់រៀបចំកំណល់រៀបចំតំណឹបអីជូនគាត់ទេគឺគាត់មិនទទួលណាបងប្អូនគាត់មិនទទួលប្រាក់បច្ច័យទាំងនោះឡើយតែបើសិនជាគាត់ព្យាបាលជាឬក៏គាត់អាចបណ្ដេញព្រាយកលាភ្លើងនៅក្នុងខ្លួនរបស់គាត់នោះចាក់ចេញពីរាងកាយរបស់ពូវុធីបានទើបគាត់ទទួលនៅបច្ច័យកំណល់ដែលអ្នកជំងឺនឹងគាត់លើកជូនចឹងណាគាត់ជូននឹងគាត់មិនបានប្រកបទេជូនប្រមាណក៏ជូនទៅសំខាន់ឲ្យតែកូនចៅនឹងបានជាស្រឡះសះស្បើយមានកម្លាំងកំហែងអាចរកទទួលទានបានអញ្ចឹងពាក់ព័ន្ធជាមួយនឹងព្រាយកលាភ្លើងស្ថិតនៅក្នុងខ្លួន admin បជាបន្តិច
តាមពិតទៅព្រាយកលាភ្លើងហ្នឹងគេមិនបានទៅគឺថាកាន់នៅឆយ៉ាំហ្នឹងទេគឺថាគេនៅកន្លែងផ្សេងអញ្ចឹងណាបងប្អូនតែព្រាយដែលកាន់នៅឆយ៉ាំនោះគេមានតែជះបារមីអញ្ចឹងគេអាចប្រើព្រាយលំដាប់ណាមួយឲ្យមកធ្វើបាបពេលដែលអ្នកលេងភ្លេងនោះខុសមាត់ខុសកឬក៏មិនបានលាមិនបានប្រាប់គេដោយពូវិធីនឹងអញ្ចឹងណាបងប្អូនដូច admin បានបញ្ជាក់ជូនបងប្អូនថាភ្លេងឆយ៉ាំមានព្រាយកាន់ពេលដែលភ្លេងឆយ៉ាំនោះរៀបចំប្រគំស្គរឆយ៉ាំនឹងឆ្លើយគ្នាបានល្អប្រកបណាស់ព្រាយដែលគេកាន់ឆយ៉ាំទៅបន្ទន់ចិត្តចាស់ទុំនៅក្បែរហ្នឹងឲ្យរំរែកបានអញ្ចឹងណាអញ្ចឹងព្រាយកលាភ្លើងគេនៅក្នុងខ្លួនពូវិធីសប្តាហ៍ថ្ងៃនោះពូប្រាប់ថាគេមិនទាន់ចេញទៅណាទេហូចឃ្លានអ្វីហ្នឹងគឺឃ្លានចម្លែកពេលខ្លះទៅចង់ហូបសុកគោបងប្អូនតែជាស្គាល់ណាគោកើតគោទៅមានសុកអញ្ចឹងទៅពូវិធីហ្នឹងគាត់ឃ្លានគាត់ចង់ហូបក៏ប៉ុន្តែគ្រាន់តែថាការហូបរបស់គាត់នោះខុសប្លែកពីមនុស្សយើងធម្មតាគាត់ចង់ហូបគឺថាមិនមែនជាឆ្អិនដូចយើងទេគ្រាន់តែថាឲ្យស្រស់ទឹកក្តៅបន្តិចទៅកុំឲ្យឆ្អិនពេកអីចឹងណាហួយបើសិនជាហូបសាច់គោសាច់ជ្រូកនឹងសូមឲ្យនៅមានឈាមអញ្ចឹងណា admin រៀបរាប់ទៅអាណិតគាត់ដែរក៏ប៉ុន្តែមិនដឹងជួយអ្វីបានទេមានតែណែនាំគាត់មកនិយាយអញ្ចឹងទៅបើសិនជាមាននិស្ស័យអាចព្យាបាលជាសង្ឃឹមថាពូវិធីនឹងគាត់ជាសាលាសាស្ត្របើត្រឡប់ទៅផ្ទះអាចធ្វើកិច្ចការងារបានចិញ្ចឹមគ្រួសារបានវិញអញ្ចឹងណាអញ្ចឹងសាច់រឿងរបស់ពូវិធីមានតែប៉ុណ្្នឹងទេadminរៀបរាប់ទៅហើយក្រែងលើលួខ្វះចន្លោះត្រង់ដែរក៏សូមពុកម៉ែបងប្អូនរួមទាំងពូវិធីអនុគ្រោះដល់adminផងជាចុងក្រោយសូមអរគុណសូមជម្រាបលា